បាទជំរាបសួរបងប្អូនគ្នាថ្ងៃយើងថ្ងៃនេះថ្ងៃទី16ខែសីហាឆ្នាំ2026បងអញ្ចឹងយើងប៉ះថ្ងៃអាទិត្យហើយយើងក៏លេខមកមើលកូនទាសម្រាប់ទុកពូជរបស់យើងគឺថាសុខភាពវាល្អប្រសើរបងល្អមែនទែនស៊ីចំណីច្រើនហើយថ្លោះរហ័សរហួនដៃជើងធំហើយវ័យវានេះស្អែកនេះបានមួយខែហើយយើងគៀកមួយថ្ងៃចាក់វ៉ាក់សាំងអាសន្នរោគមែនទែនហ្នឹងបងអញ្ចឹងណាជាទូទៅកូនទាខ្ញុំធ្វើវ៉ាក់សាំងអាសន្នរោគនៅអាយុ30ថ្ងៃបងអាយុ30ថ្ងៃសុខភាពកូនទាល្អអាកាសធាតុអំណោយផលគឺខ្ញុំចាប់ផ្ដើមធ្វើវ៉ាក់សាំងអាសន្នរោគអីចឹងបងតាក់ទងជាមួយនឹងការប្រើប្រាស់ថ្នាំការពារនេះខ្ញុំលើកទឹកចិត្តបងឲ្យប្រើប្រាស់ថ្នាំការពារប្រសើរជាងថ្នាំដែលយើងព្យាបាលវាអញ្ចឹងបងកាលណាដែលកូនទាយើងឈឺហើយព្យាបាលអស់ច្រើនហើយកាលណាកូនទាដែលវាធ្លាប់ឈឺយើងព្យាបាលហើយជាក៏ដោយក៏កូនទាយើងការលូតលាស់អត់បានល្អប្រសើរដែរអញ្ចឹងបងវាអាចក្រិនវាអាចអន់កូនទាយើងអញ្ចឹងយើងសុខចិត្តយើងប្រើថ្នាំវ៉ាក់សាំងប្រើថ្នាំការពារពីដើមទីទៅហើយដោយកូនទាខ្ញុំចេះបងមើលសុខភាពវាគឺអេមបដ បងអញ្ចឹងសុខភាពវាល្អអញ្ចឹងខ្ញុំប្រើថ្នាំនេះឲ្យមានន័យច្រើនហ្នឹងបងខ្ញុំប្រើតែអាម៉ុកស៊ូលីនជាមួយនឹងថ្នាំវីតាមីនអញ្ចឹងបងអាម៉ុកនេះខ្ញុំដាក់ពេលវាអាយុបានមួយសប្តាហ៍អាយុវាញាស់មកភ្លាមខ្ញុំដាក់ឲ្យវាផឹកអាម៉ុកស៊ូលីនជាមួយនឹងវីតាមីនរយៈពេលចន្លោះ5ទៅ7ថ្ងៃគឺខ្ញុំឈប់ឲ្យវាប្រើថ្នាំអាម៉ុកស៊ូលីននេះគឺខ្ញុំប្រើទៅលើវីតាមីន2ថ្ងៃខ្ញុំឲ្យដាក់ផឹកម្ដង2ថ្ងៃដាក់ផឹកម្ដងខ្ញុំមិនដាក់ប្រចាំទេហើយអាកាសធាតុក្តៅខ្លាំងក៏ខ្ញុំអត់ប្រើវីតាមីនដែរវាអាចរាកអញ្ចឹងបងហ្នឹងហើយឬបងមើលជាក់ស្ដែងនេះសុខភាពកូនទាខ្ញុំបងអាចវាតម្លៃមើលអាចដាក់បន្ទុកមើលថាអាចបានបន្ទុកអញ្ចឹងណាបើសម្រាប់ខ្ញុំពេញចិត្តខ្លួនឯងខ្ញុំមើលទៅខ្ញុំពេញចិត្តវាយើងមើលទៅវាសុខភាពល្អរហ័សរហួនយើងអត់មានអារម្មណ៍ថាអត់បារម្ភជាមួយវាបងសុខភាពវាមើលទៅគឺអេមហើយតកតងជាមួយនឹងចំណីបងបើសិនជាក្នុងករណីបងទុកពូជបងមានលទ្ធភាពបងអាចឲ្យវាស៊ីចំណីសម្រាប់ដល់អាយុ30ថ្ងៃឬ35ថ្ងៃទៅហើយបន្ទាប់មកបងលាយចំណីឲ្យវាស៊ីលីបន្លែលីអីណាបងចកអាសាឡាលីអីចឹងទៅហើយបើសិនជាបងឲ្យវាស៊ីបន្លែផ្អែមស្លឹកឆាយ៉ាកូនទីតូចចេះពេលបងហាន់វាកិននៃល្អិតហើយបងយកវាទៅលាងសិនល្អយកអាស្លឹកឆាយ៉ានឹងទៅលាងទឹកសិនព្រោះស្លឹកឆាយ៉ានឹងវាអាចកាត់ពុះវាទាបងកាត់កាពះវាពេលដែលបងឲ្យស៊ីអាស្លឹកនឹងច្រើនដល់បានលាងបងសម្គាល់មើលលាមកវាឡើងពណ៌សរាកពណ៌សអញ្ចឹងណាអញ្ចឹងមុននឹងឲ្យវាស៊ីបងយកវាទៅលាងទឹកឲ្យស្អាតសិនទៅចាំឲ្យវាស៊ីហ្នឹងហើយបងត្រូវមានទឹកឲ្យវាលេងបងនេះដូចជាស្ដាយអញ្ចឹងពេលវាស៊ីហើយវាត្រូវការស្មានខ្លួនជំរះខ្លួនវាអញ្ចឹងណាបងស្មាខ្លួនជំរះខ្លួនហើយវាត្រូវការកន្លែងគោកមកសម្ដិលមកសម្ងួតខ្លួនវាដែរហ្នឹងហើយគុណច្រើនបងជជែកគ្នាលេងប៉ុណ្ណឹងបាទ